ចាសសូមគោរពអរគុណអាដាមនិងសូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននេះថ្ងៃនេះនឹងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៃការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងទី5ដែលគិតមកដល់ថ្ងៃទី24ខែធ្នូឆ្នាំ2025នេះគឺចូលដល់ថ្ងៃទី18ហើយដែលថៃនៅតែបន្តឈ្លានពាននិងរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងគូឡាឡាំពួរនេះខ្ញុំសូមជម្រាបជូនអំពីស្ថានភាពនៃការគំរាមកំហែងនិងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃនៅតែបន្តបាញ់ប្រហារក្នុងគោលដៅឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី23ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2025នេះនៅថ្ងៃទី23ខែធ្នូចាប់ពីវេលាម៉ោង 17:00 នាទីរហូតដល់ម៉ោង 12 រំលងអាត្រាតយោធាថៃបានបន្តធ្វើសកម្មភាពបាញ់ផ្លោងកំភ្លើងដោយប្រើប្រាស់កំភ្លើងធំ drone បាញ់ផ្សែងពុលជាច្រើនចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារគោល8និងភូមិសាស្ត្រភ្នំត្រងោលចាប់ពីវេលាម៉ោង 17:00 នាទីរហូតដល់ម៉ោង 19:00 នាទីល្ងាចយោធាថៃបានបន្តបាញ់ប្រហារដោយប្រើប្រាស់កំភ្លើងធំនិងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់និងជប់កគីចាប់ពីវេលាម៉ោង 18:00 នាទីយោធាថៃបានបន្តបាញ់កំភ្លើងធំគ្រប់ប្រភេទចូលក្នុងភូមិសាស្ត្រគោល8ភ្នំត្រងោលតាសឹមប្រាសាទព្រះវិហារតាថាវរហូតដល់វេលាម៉ោង 9:15 នាទីយប់ចូលមកដល់ថ្ងៃទី24ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 12 រំលងអាត្រាតយោធាថៃនៅបន្តបាញ់ផ្លោងពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនៅវេលាម៉ោង 7:00 នាទីព្រឹកនេះយោធាថៃបានបន្តបាញ់កំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារចាប់ពីវេលាម៉ោង 7:15 នាទីរហូតដល់ម៉ោង 8:00 នាទីព្រឹកយោធាថៃបានធ្វើសកម្មភាពវាយសន្ធាប់យ៉ាងខ្លាំងដោយប្រើប្រាស់កំភ្លើងធំនិងដ្រូនអត្តឃាតនៅក្នុងភូមិសាស្ត្រច័ន្ទក្រហមនិងប្រាសាទព្រះវិហារនេះខ្ញុំសូមជម្រាបជូនថាស្ថានភាពជួរមុខនៅទីតាំងមួយចំនួននៅមានសភាពស្ងប់ស្ងាត់ខណៈនៅទីតាំងមួយចំនួនដែលយោធាថៃនៅបន្តធ្វើសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជានៅឡើយកងកម្លាំងរបស់យើងនៅកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាននិងបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការបំពេញតួនាទីទី2ស្ថានភាពជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់ភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី23រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2025នេះគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី23រហូតដល់វេលាម៉ោង 6:00 នាទីព្រឹកថ្ងៃទី24យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងប្រមាណ150គ្រាប់ចូលក្នុងភូមិសាស្ត្របឹងត្រកួនគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី23រហូតដល់វេលាម៉ោង 6:00 នាទីព្រឹកថ្ងៃទី24យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង120គ្រាប់ចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី23រហូតដល់វេលាម៉ោង 6:00 នាទីព្រឹកថ្ងៃទី24
យោធាថៃបានបន្តបាញ់ផ្លោងប្រមាណ80គ្រាប់បន្ថែមទៀតចូលក្នុងភូមិសាស្ត្រភូមិជោគជ័យគិតចាប់តាំងពីវេលាម៉ោង 19:30 នាទីរហូតដល់ម៉ោង 21:30 នាទីយោធាថៃបានបាញ់ភ្លើងបំភ្លឺចំនួន4គ្រាប់ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅវេលាម៉ោង 20:02 នាទីយប់យោធាថៃបានបាញ់ភ្លើងបំភ្លឺនៅក្នុងភូមិសាស្ត្រឃុំថ្មដានៅវេលាម៉ោង 21:30 នាទីយោធាថៃបានបាញ់ផ្លោងចំនួន7គ្រាប់ចូលក្នុងភូមិសាស្ត្រភ្នំព្រឹកនាងខ្ញុំសូមជម្រាបជូនបន្ថែមនៅព្រឹកនេះគឺនៅថ្ងៃទី24ខែធ្នូនៅវេលាម៉ោង 7:00 នាទីព្រឹកកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថពាដែកបានកំពុងព្យាយាមរុលចូលក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 7:12 នាទីព្រឹកនេះកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះកំពុងបន្តព្យាយាមរុលចូលក្នុងភូមិសាស្ត្រភូមិជោគជ័យបន្ថែមទៀតស្ថានភាពជួរមុខក្នុងទីតាំងមួយចំនួននៅមានសភាពស្ងប់ស្ងាត់ខណៈនៅទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជានៅឡើយកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយនឹងសត្រូវឈ្លានពាននិងបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្រសួងការពារជាតិកម្ពុជាទាមទារឲ្យយោធាថៃបញ្ឈប់ជាបន្ទាន់នៅទង្វើភូតភរកុហកបោកប្រាស់បំភ្លៃការពិតគ្រប់ហេតុផលនិងលេសដោះសារជាច្រើនដែលមិនចេះចប់មិនចេះហើយដើម្បីបិទបាំងសកម្មភាពឈ្លានពានដ៏កម្រោលរបស់ខ្លួនដោយប្រើប្រាស់ប្រដាប់អាវុធមកលើកម្ពុជានិងស្នើឲ្យត្រឡប់ទៅធ្វើកិច្ចការដែលមានវិជ្ជាជីវៈនិងមានភាពថ្លៃថ្នូរព្រោះគ្រប់ទង្វើរបស់យោធាថៃគឺបង្ហាញយ៉ាងច្បាស់ក្រឡែតដោយចេតនារបស់ថៃក្នុងការរំលោភបំពានឈ្លានពានទឹកដីកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនិងផែនទីឯកតោភាគីរបស់ខ្លួនដែលមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះទេសកម្មភាពទាំងនេះជាទង្វើផ្ទុយនឹងច្បាប់អន្តរជាតិនិងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិនិងជាការគំរាមកំហែងដ៏ធំបំផុតដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោកក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់និងមិនងាករេចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនិងអមនុស្សធម៌នេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុឆន្ទៈនិងទំនួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅដំណោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយដែលមានស្រាប់សម្ដៅរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិកម្ពុជាក៏សង្ឃឹមផងដែរថាភាគីថៃគោរពនៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខាកាលពីខែតុលាដោយកម្ពុជាដែរសូមគូបញ្ជាក់ថាមកដល់ម៉ោងនេះវីរៈកងទ័ពនិងវីរៈនគរបាលកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារទឹកដីរបស់កម្ពុជាយើងក៏សូមបញ្ជាក់នៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋ
ជឿជាក់នឹងបន្តលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង្អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់បណ្ដាសមរភូមិទាំងអស់ជាមួយសត្រូវឈ្លានពានរាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួបរวมគ្នាជាធ្លុងមួយក្នុងការការពារអធិបតេយ្យបូរណភាពទឹកដីសេចក្តីថ្លៃថ្នូរដោយអង្អាចក្លាហាននិងមិនងាករេទោះក្នុងកលៈទេសៈណាក៏ដោយនាងខ្ញុំសូមអនុញ្ញាតជម្រាបជូនផងដែរថាសម្រាប់ការជម្រាបជូននៅស្ថានភាពថ្មីបន្ថែមទៀតនៅជួរមុខក្រសួងការពារជាតិនឹងជម្រាបជូនតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា Greetings to the general public and member of the press. This morning I would like to update on the situation of the Thai invasion and armed attacks launched on Cambodian territory in the 4th and 5th Military Region on December 24, 2025, which enter 18 days. The Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. First, the frontline situation at the 4th Military Region in Udon Minchey and Preah Vihear provinces. The Thai military continues its attacks to invade Cambodian sovereign territory. From 5 p.m. on December 23rd to 8 a.m. on December 24th, 2025. On December 23rd, 2025, from 5 p.m. until past midnight, the Thai military continue firing artillery and deploy drones to spray a large amount of toxic gas into the areas of Preah Vihear Temple, Kol Prambay, and Phnom Trangal. From 5 p.m. until 7 p.m., the Thai military fire artillery shell accompanied with tanks into the area of Preah Vihear Temple, Tamon Temple, and Chup Koki. From 6 p.m. until 9 and 15 p.m., the Thai military continue firing various types of artillery into the area of Kol Prambay, Phnom Trangal, Tasem, Preah Vihear Temple, and Tatao. On December 24, 2025, at past midnight, the Thai military continue firing artillery into the area of Preah Vihear Temple. At 7 a.m., the Thai military continue firing artillery into the area of Preah Vihear Temple. At 7:15 a.m. until 8 a.m., the Thai military intensify its attacks using artillery and kamikaze drone in the area of Preah Vihear Temple and Chan Krahom. The situation in some front lines is calm, while in other areas, the Thai military continue to carry out its attacks on Cambodian sovereign territory. However, our force continue to fight the aggressor fiercely and monitor the situation closely and remain highly vigilant. Second, the frontline situation at the 5th Military Region in Ban Tie Mien Chey, Bat Dambong, and Posat provinces. The Thai military continue its attack on Cambodia from 5 p.m. on December 23rd, 2025 to 8 a.m. on December 24, 2025. From 5 p.m. December 23rd to 6 a.m. December 24, the Thai military continue to fire approximately 150 shells into the area of Bang Trakun. From 5 p.m. December 23rd to 6 a.m. December 24, the Thai military continue to fire approximately 120 shells into the area of Praychan village. From 5 p.m. December 23rd to 6 a.m. December 24, the Thai military continue to fire approximately 80 shells into the area of Chukchey village. From 7:30 p.m.
to 9:30 p.m., the Thai military continued to fire 4 rounds of flare guns into densely populated civilian residential area in the area of Poipat municipality, Banteay Mean Chey province. At 8:02 p.m., the Thai military continued to fire flare gun into a densely populated civilian residential area in Tmoda commune. At 9:30 p.m., the Thai military continued to fire 7 shells into the area of Tum Prek district, Bat Dambong province. On December 24, 2025, at 7 a.m., Thai infantry force accompanied by armored vehicle attempted to infiltrate the area in front of Chokchei village. At 7:12 a.m., Thai military force accompanied by tanks attempted to infiltrate the area in front of Chokchei village. The situation at some front line is calm, while in other areas the Thai military continues to carry out its attack on Cambodian sovereign territory. However, our force continue to fight the aggressor fiercely and monitor the situation closely and remain highly vigilant. The Ministry of National Defense of Cambodia demands that the Thai military immediately cease its persistent campaign of disinformation and fabrication intended to mask its invasion and armed aggression against Cambodia. The Thai military must return to conduct itself with professionalism and dignity. Their recent action unequivocally demonstrate an intent to violate Cambodian sovereignty and invade our territory through the use of armed force and the imposition of the unilateral maps with no international recognition. These actions stand in direct contradiction to international law and the fundamental principle of the United Nations Charter, posing the serious threat to peace and stability in both the region and the world. In this sense, Cambodia called on the international community to strongly condemn Thailand's violation of the Joint Declaration and its repeated war crimes and unlawful activities, as well as to demand that Thailand must take full responsibility for such brazen violation. Cambodia urged that Thailand immediately stop all hostile activity and withdraw its force from Cambodia's territorial integrity and avoid acts of incursion and aggression that threaten peace and stability in the region as a whole. Cambodia reaffirmed its firm commitment to respect and strictly abide by the terms of the ceasefire and the joint declaration on the peace agreement between Cambodia and Thailand, acting with utmost goodwill and responsibility. Cambodia is resolutely committed to the peaceful settlement of disputes in accordance with international laws as well as all existing treaty, conventions, and agreements, with the objective of finding a just, equitable, and lasting resolution. Consequently, Cambodia further expressed its earnest hope that the Thai side will equally respect and adhere to the Joint Declaration on the Peace Agreement, which was initiated by President Donald J. Trump and formally signed on October 26, 2025. For further update reports regarding the frontline situation, please visit the official media channels of the Ministry of National Defense of Cambodia. Somakun.